នៅលើបង្គោលឈើមានរូប3ជ្រុងជញ្ជាំងរាង3ជ្រុងនេះហៅថាជញ្ជាំងយ៉ាម៉ាតកាតាម្នាក់ដែលកំពុងណែនាំរូបចម្លាក់ប្រវត្តិរូបនៃតៃវ៉ាន់ដែលទីតាំងក្នុងសាមន្ទីរនេះពួកគេជាសហព័ន្ធជនបរទេសមកពីវៀតណាមឥណ្ឌូនេស៊ីនិងភូមាមានចលនាសម្ព័ន្ធអគារបុរាណភាគខាងលិច3តើនរណាអាចឆ្លើយប្រាប់ខ្ញុំបានអ្នកឆ្លើយមុនគឺមានបង្គោលឈើចម្លាក់និងដំបូលពួកគាត់យកចិត្តទុកដាក់ស្ដាប់ប្រឈមជាមួយសំណួរក៏អាចឆ្លើយបានយ៉ាងពេញលេញដើម្បីចងចាំពាក្យលម្អិតនីមួយៗពួកគេកត់ត្រាដោយភាសាដើមរបស់ខ្លួនដោយគ្មាននរណាដាក់តម្រាប់ឡើយដូច្នេះហើយសភៅកត់ត្រាខ្ញុំភាគច្រើនគឺភាសាឥណ្ឌូនេស៊ីបើពេលណាគេបកស្រាយដោយរហ័សខ្ញុំត្រូវចំណាយពេលយ៉ាងច្រើនវឹកហាត់ដូច្នេះពេលណាយើងបានឃើញបានឮភ្លាមត្រូវកត់ត្រាទុកពេលរៀនសារឡើងវិញទើបមានការចងចាំខ្លះពួកគេយកចិត្តទុកដាក់បែបនេះគឺដោយសារកម្មវិធីជ្រើសរើសបុគ្គលិកបម្រើនៅសាមន្ទីរបានតាក់ទាញចិត្តពួកគេយ៉ាងខ្លាំងពួកគេចង់ប្រើភាសារបស់ខ្លួនដើម្បីណែនាំឲ្យអ្នកដទៃបានស្គាល់ពីប្រវត្តិនិងវប្បធម៌តៃវ៉ាន់យល់ពីព្រោះខ្ញុំស្ដាប់បានប៉ុន្តែមិត្តជនជាតិឥណ្ឌូនេស៊ីវិញគេមើលហើយស្ដាប់តែនៅតែមិនយល់នៅឡើយពេលនោះខ្ញុំត្រូវចេញមុខបកប្រែឲ្យពួកគេកាន់តែយល់ដឹងច្រើនដូចខ្ញុំដែរកុំឃើញពួកគេនិយាយភាសាចិនបានល្អយ៉ាងនេះពីព្រោះពួកគេខ្លះមកតៃវ៉ាន់10ឆ្នាំជាងហើយឯខ្លះទៀត30ឆ្នាំជាងហើយកូនធំអស់ហើយពេលមានពេលវេលាផ្ទាល់ខ្លួនក៏គិតថាចង់តបស្នងទៅលើសង្គមបន្តិចបន្តួចពីព្រោះមានជនរួមជាតិជាច្រើនមកទីនេះបើមិនសូវចេះភាសាកុកងឺពេលនោះពួកខ្ញុំអាចនិយាយជាភាសាដើមបានមានជនរួមជាតិជាច្រើនពួកគេមិនសូវបានទៅទស្សនកិច្ចសាមន្ទីរនៅតៃវ៉ាន់ដូច្នេះយើងខ្ញុំសង្ឃឹមថាអ្នកបកប្រែអាចប្រើភាសាដើមបកស្រាយនេះក៏ជាវិធីល្អម្យ៉ាងចំពោះពួកគេមកសិក្សានៅទីនេះគ្រប់គ្នាសុទ្ធតែខ្លាយជាអ្នកបម្រើដ៏ល្អប្រចាំសាមន្ទីរតៃវ៉ាន់បញ្ចេញលក្ខណៈរួសរាយរាក់ទាក់រៀងខ្លួនជួយដល់មិត្តដែលគ្មានបទពិសោធន៍ជាច្រើនពួកគេកាន់តែគៀកចិត្តវប្បធម៌តៃវ៉ាន់